ចាជំរាបសួរបងបងទាំងអស់គ្នាអញ្ចឹងដែរបងបងថ្ងៃនឹងដែរគឺខ្ញុំមកធ្វើមន់ដុតទៅបងបងអញ្ចឹងទៅតាមលទ្ធភាពទៅបើប្តីចង់ហូបមន់ដុតទៅហើយអត់មានមន់មួយទាំងមូលទេអញ្ចឹងថ្ងៃនឹងនៅសល់ផ្លូវមន់ពីរដែរអញ្ចឹងក៏ឆ្នៃទៅបងបងហើយមានអីធ្វើនឹងទៅបើចាំមន់មួយទាំងមូលផាជាអត់បានដុតទៅគាត់ហូបទេអញ្ចឹងថ្ងៃនឹងដែរខ្ញុំសមមន់ខ្សែពីរផ្លូវយកមកឆ្នៃវាដាក់ដុតអញ្ចឹងទៅអញ្ចឹងខ្ញុំមានជាមួយនឹងគ្រឿងគល់លក្ខីលក្ខូចម្ដេងខ្ទឹមសអីចឹងទៅបងបងឲ្យដាក់ជាមួយម្សៅស៊ុបបន្តិចដាក់ជាមួយនឹងប្រេងខ្យងហើយធ្វើការប្រឡាក់វាទៅអញ្ចឹងមន់ដុតងាយងាយបងបងហើយថ្ងៃនឹងដែរគឺខ្ញុំដុតមន់ជាមួយនឹងដូងក្អូបបងបងអញ្ចឹងដូងក្អូបអត់ធំទេមួយផ្លែទូចមួយដែរអញ្ចឹងដូងនឹងទូចមែនប៉ុន្តែទឹកវាច្រើនណាស់បងបងហើយដូងក្អូបដែលខ្ញុំប្រកាសថាលក់អញ្ចឹងលើដែរថ្ងៃហ្នឹងមកដុតមន់ជាមួយនឹងដូងក្អូបម្ដងឃើញតូចអញ្ចឹងឯងបងបងតែទឹកច្រើនតាទឹកចាក់ទៅចិត្តបានមួយកែវដែរតានេះអញ្ចឹងថ្ងៃនឹងដែរចាប់ផ្ដើមរៀបចំហើយផ្កាត់ភ្លើងផ្កាត់អីហើយចាក់ប្រេងឆាចូលបន្តិចមកខ្ញុំដាក់ជាមួយនឹងស្លឹកគ្រៃថបពីក្រមអញ្ចឹងបងបងខ្លះពីមុនគឺគាត់ដុតដាក់អំបិលប៉ុន្តែខ្ញុំអត់ប្រើជាមួយនឹងអំបិលគ្រូហើយខ្ញុំប្រើស្លឹកគ្រៃថបពីក្រមអញ្ចឹងទៅហើយខ្ញុំដាក់មន់ចូលមន់នៅប្រឡាក់គ្រឿងមិញហ្នឹងណាតាមពិតបងបងខ្ញុំផ្លេចដែរតាមពិតទៅបើសិនណាប្រឡាក់ក្នុងឆ្នាំងនឹងហ្មងទៅគឺគ្រឿងគឺនៅនឹងទាំងអស់លើដាក់បានតាសាច់មន់ទេគ្រឿងនៅកធន់នេះខ្លះអញ្ចឹងណាអញ្ចឹងរៀបចំដាក់មកឲ្យភ្លើងដុតអបងបងឲ្យខាយធ្លាក់ខ្យល់ចេះទៀតនិយាយពីថាអូយឆេះខ្លាំងមែនតើអញ្ចឹងចាប់ផ្ដើមដាក់វាពងជាមួយខ្លាញ់ឲ្យរៀងឡើងកាឡានតិចមកទៅខ្ញុំចាក់ជាមួយនឹងទឹកដូងដាក់ចូលអញ្ចឹងទឹកដូងមួយផ្លែហ្នឹងគឺខ្ញុំចាក់ដាក់ទាំងអស់អញ្ចឹងណាបងបងហើយចាប់ដើមក្របបិទវារងាស់ចោលអញ្ចឹងទៅអញ្ចឹងឥឡូវនេះមកអត់មើលទាំងអស់គ្នាបងបងអើយចាប់ដើមក្លិនឈ្ងុយក្លិនស្លឹកគ្រៃឈ្ងុយម្ដេងឈ្ងុយស្លឹកក្រូចហើយជាមួយដូងក្អូបជាងទៀតនិយាយពីថាអូយសាច់មាន់ណាបងបងហើយមើលទៅឡើងល្អមែនតើហើយពីរសជាតិវិញបងចាំមើលទាំងអស់គ្នាអញ្ចឹងឥឡូវនេះមាន់របស់ខ្ញុំនេះគឺចាប់ផ្ដើមឆ្អិនហើយបងបងអើយហើយធម្មតាដុតមន់គឺតែងតែឆ្នាំងខ្លោចបែបហ្នឹងឯងបងបងយ៉ាងណាក៏នៅតែខ្លោចដែរអញ្ចឹងឥឡូវនេះមន់គឺបានពណ៌ក្រហមល្អហើយបងបងប៉ុណ្ណឹងបានហើយក្រៀមពេកក៏រឹងដែរអញ្ចឹងឥឡូវនេះដល់វេឲ្យអ្នកជំងឺភ្លុកឲ្យបងបងឈ្ងុយមែនតើអញ្ចឹងថ្ងៃនេះខ្ញុំអត់ជ្រក់ជាមួយអីទេខ្ញុំជ្រក់ជាមួយទឹកត្រីបុកបងបងហើយបងបងឃើញស្រាប់ហើយអ្នកចង់ហូបមន់ដុតគឺបែបហ្នឹងទោះបីក៏ហូបមិនបាននេះជាចិត្តជាបំណងដែលគាត់ចង់អញ្ចឹងធ្វើឲ្យគាត់ហូបទៅទោះបីបាន1ម៉ាត់ឬ1-2ម៉ាត់ក៏ដោយក៏បានបំពេញបំណងអញ្ចឹងណាបងបងធ្វើ